គោរពជំរាបសួរសួស្តីអ្នកទាំងអស់គ្នាចឹងជួបជាមួយខ្ញុំវីដេអូថ្មីមួយទៀតហើយចឹងខានធ្វើវីដេអូប្រហែលថ្ងៃនេះដោយសារតែមានទរៈទៅមើលបងគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចឹងខានធ្វើវីដេអូប្រហែលថ្ងៃនេះហ្នឹងហើយជំរាបសួរសួស្តីអ្នកទាំងអស់គ្នាម្ដងទៀតជួបគ្នាសាជាថ្មីទៅលើវីដេអូថ្មីនៅក្នុង channel ចាស់ចឹងត្រឡប់មកវិញវីដេអូនេះផ្ដោតរួមគឺការដើររើខ្យងនៅជុំវិញស្រះទឹករបស់យើងផ្ទាល់ដែលមានពោពេញទៅដោយខ្យងថៃខ្យងពួកអាចោសៀមចឹងខ្យងនេះវាចង្រៃណាបើសិនតែយើងទុកទៅវាស៊ីស្រូវស៊ីអីរបស់យើងខូចស្រូវចឹងអ្វីដែលយើងអាចស៊ីកើតយើងអាចផ្លាញ់ចោលយើងនឹងផ្លាញវាវិញកុំឲ្យវាទុកនៅលើទឹកដីកម្ពុជាយើងហើយនេះខ្ញុំអត់រើសនៅណាទេគឺនៅជុំវិញគីឡូទឹកស្រះទឹកនេះគឺវាស្បូរមែនតើអានេះចំពោះខ្យងសៀមនេះវាសបោហើយចំពោះខ្យងស្រែខ្យងបឹងយើងសូមមាននេះបច្ចុប្បន្ននេះនៅស្រុកខាងខ្ញុំឯនេះចឹងនេះកូនខ្ញុំគាត់បានរើបានច្រើនគួរសមហើយក៏គិតថាល្មមគ្រប់នឹងយកមកអប់វាយើងមិនស្ងោរទេគឺយើងលក្ខណៈថាអប់ដែលវាមានគ្រឿងក្រៅប្លែកដែលយើងធ្លាប់ស្ងោរពីនៅតូចពីមុនមកចឹងវាប្លែកចឹងអ្នកទាំងអស់គ្នាចង់ដឹងថារបៀបធ្វើរបៀបណាអាចទស្សនាទាំងអស់គ្នាទៅលើវីដេអូនេះចំពោះខ្យងដែលយើងបានរើសមកថ្មីនេះគឺយើងត្រូវយកមកលាងទឹកហើយនឹងត្រាំទឹកវាឲ្យវាក្អែចេញជាតិដីពីមាត់ពីពោះវាឲ្យអស់តែនេះយើងអត់បានត្រាំទឹកអីដល់មួយយប់អីទេជាទូទៅយើងត្រាំយប់អីទៅគឺវាក្អែអស់ដីហើយយើងត្រាំតែមួយល្ងាចហើយបន្ទាប់មកខ្ញុំទៅរកបេះគ្រឿងដែលយើងត្រូវចំហុយមានស្លឹកគ្រៃស្លឹកក្រូចសើចអីជាដើមហើយចំពោះខ្យងរបស់យើងបានលាងទឹកម្ដងទៀតក្រោយពីយើងបានត្រាំរយៈពេលកន្លះថ្ងៃthìយើងរៀបចំវាដាក់ឲ្យខ្សោះទឹកមកហើយយើងហាន់គ្រឿងហាន់អីទុកមកដល់ឡែកហើយបន្ទាប់មកយើងក៏រៀបចំបុកប្រភេទដូចជាអំបិលម្ទេសអញ្ចឹងយើងបុកឲ្យវាផ្អែមប្រៃឡែមទៅហើយហិលឲ្យវាមានជាតិគ្រឿងឲ្យខ្លាំងឲ្យដិតបន្តិចដើម្បីយើងដាក់អប់វាហើយអប់ហ្នឹងដូចជាចំហុយដែរតែគ្រាន់តែយើងចំហុយយើងប្រើទឹកនៅខាងក្រោមហើយបើសិនតែអប់យើងអត់ប្រើទឹកទេយើងដាក់ផ្ទាល់ជាមួយឆ្នាំងហើយគ្រឿងយើងច្បល់វាពីលើចឹងទៅចំពោះគ្រឿងរបស់យើងបានឃើញថាម៉ត់ល្អហើយយើងក៏ឆ្លៀតទៅបង្កាត់ភ្លើងឲ្យវាឆេះឲ្យល្អហើយបន្ទាប់មកយើងយកខ្យងរបស់យើងហ្នឹងយកលាយជាមួយគល់ស្គ្រីស្លឹកក្រូចសើចហើយនឹងគ្រឿងអំបិលម្ទេសដែលយើងបុកអំបញ្ញមិញហើយបន្ទាប់មកយើងថែមស្ករអំបិលប៊ីចេងអីបន្ថែមតិចទៀតហើយការអប់របស់យើងគឺយើងប្រើប្រភេទប៊ឺបន្ថែមដើម្បីច្បល់វាឲ្យសព្វចូលសព្វសាច់ខ្យងចំពោះការច្បល់ទឹកខ្យងយើងប្រើដៃពីរទៅល្អបើសិនណាដៃយើងមានស្រោមដៃទាំងពីរវាលឿនហើយវាចាប់សព្វនេះប្រើដៃមួយរៀងបានតិចអញ្ចឹងខ្យងយើងបានច្បល់រួចរាល់ហើយយើងយកទៅដាក់លើចក្រានរបស់យើងដែលបានបង្កាត់ភ្លើងត្រៀមរួចរាល់នោះទៅហើយនៅសល់ពេលវេលាគឺយើងយកពេលវេលារបស់យើងហ្នឹងមកបុកទឹកត្រីដើម្បីទុកជ្រលក់ជាមួយសាច់ខ្យងទឹកត្រីចង់ធ្វើទឹកត្រីកសាំងមកជូរកសាំងក៏បានធ្វើទឹកត្រីកកកុងក៏បានចំណែកខ្ញុំវិញគឺធ្វើប្រភេទទឹកត្រីកកកុងហើយខ្យងយើងឲ្យដឹងឆ្អិនឬមិនឆ្អិនគឺយើងទៅជ្រោយវានៅលើភ្លើងហ្នឹងហើយមើលទៅលើស្ទះខ្យងស្ទះខ្យងហ្នឹងវាជ្រុះចេញពីសំបកខ្យងគឺខ្យងរបស់យើងគឺឆ្អិនហើយទាំងនេះវានៅស្ទើរបន្តិចតោះអញ្ចឹងចំពោះខ្យងគឺបានឆ្អិនសពគ្រប់ហើយទឹកជ្រលក់យើងក៏បានរៀបចំរួចរាល់ហើយខ្យងពួកខ្យងនេះគឺយើងអត់ដូចខ្យងបឹងទេហើយក៏មិនដូចខ្យងស្រែយើងដែរគឺយើងញ៉ាំបានតែក្បាលវាហើយចំពោះក្បាលរបស់វានោះគឺយើងត្រូវទាញគេហៅមាត់របស់វានៅខាងក្នុងហ្នឹងចេញតិចផងព្រោះក្នុងហ្នឹងវាមានដីឬមួយក៏ធ្មេញរបស់វាហ្នឹងវានឹងជុកទ្រុបក្រៀតបើមិនយើងទាញអញ្ចឹងគឺវាអត់ជាបញ្ហាអីទេដូចខ្ញុំកំពុងតែញ៉ាំអញ្ចឹងគឺយើងត្រូវតែបេះវាយូរក្នុងការបេះហ្នឹងឯងហើយបើខ្យងបឹងរបស់យើងគឺយើងចាក់មកគឺយើងទាញមកទាំងអស់ហ្មងនិយាយថារសជាតិវិញគឺខ្ញុំឲ្យអ៊ូយតែម្ដងគឺឆ្ងាញ់មានរសជាតិគឺប្លែកវាអត់ដូចខ្យងស្ងោរ
គឺវារសជាតិចេញពីសាច់ហ្មងផ្អែមឈ្ងុយគ្រឿងដែលយើងបានលាយសពគ្រប់ហ្នឹងហើយនេះក៏មិនមែនលើកទី1សម្រាប់ខ្ញុំធ្វើដែរគឺគ្រូសាខ្ញុំគាត់ឧស្សាហ៍ធ្វើមករយៈចុងក្រោយនេះដោយសារតែវារសជាតិឆ្ងាញ់អញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងថារសជាតិយ៉ាងណាអាចសាកល្បងបានបើសិននៅជុំវិញផ្ទះរបស់អ្នកទាំងអស់គ្នាពោពេញទៅដោយខ្យងប្រភេទនេះឬមួយក៏ខ្យងស្រែខ្យងបឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចរើសវាយកមកអប់ប្រភេទនេះបានហើយចំពោះគ្រឿងគ្រឹះគឺងាយបំផុតសម្រាប់អ្នកស្រុកស្រែជនបទដូចពួកខ្ញុំជាចុងក្រោយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានតាមដានពីដើមរហូតដល់ចប់កុំភ្លេចជួយ Subscribe Channel ខ្ញុំអ្នកមួយផងណាសូមអរគុណសាច់ចង់វានៅហ្នឹងខ្ញុំធ្វើចង់វាស្រស់អត់ទេខ្ញុំញ៉ាំទេខ្ញុំ